ហេតុអ្វីបានជាចាំបាច់មានវប្បធម៌សន្តានាមុននឹងឆ្លើយសំណួរនេះលោកនាយរដ្ឋមន្ត្រីហ៊ុនសែនបានលើកឡើងពីប្រវត្តិសាស្ត្រកម្ពុជាដែលធ្លាប់តែគុំគួនសងសឹកនិងកាប់សម្លាប់គ្នាឯងពីមួយចំនួនទៅមួយចំនួនប្រមុខរដ្ឋបាលកម្ពុជារូបនេះបានចោទសួរថាតើខ្មែរបានទទួលផលប្រយោជន៍អ្វីខ្លះពីវប្បធម៌ប្រទុសរាយវប្បធម៌គុំគួននិងវប្បធម៌សងសឹករបៀបនេះក្រៅតែពីធ្វើឲ្យខ្មែរបាត់បង់ប្រយោជន៍និងបាត់បង់ទឹកដីជាមួយគ្នានេះលោកនាយរដ្ឋមន្ត្រីក៏បានសម្ដែងក្តីអបអរចំពោះវប្បធម៌សន្តានារវាងលោកនិងលោកសំរងស៊ីផងដែរបើតាមលោកនាយរដ្ឋមន្ត្រីវប្បធម៌សន្តានាដែលកំពុងតែត្រូវបានអនុវត្តនៅកម្ពុជាតាំងពីថ្នាក់កំពូលដល់ថ្នាក់មូលដ្ឋាននាពេលនេះគឺជាជោគជ័យសម្រាប់ជាតិប្រមុខរដ្ឋាភិបាលកម្ពុជាក៏បានគូបញ្ជាក់ផងដែរថាវប្បធម៌សន្តានាមិនមែនជារឿងថ្មីទេសម្រាប់លោកប៉ុន្តែវាជាទម្លាប់ដែលលោកបានបង្កើតតាំងពីអតីតកាលមកម្ល៉េះសម្រាប់លោកហ៊ុនសែនវប្បធម៌សន្តានាគឺជាប្រភេទប្រជាធិបតេយ្យមួយបែបដែលត្រូវជំនួសឲ្យវប្បធម៌ប្រទុសរាយវប្បធម៌អរិយភាពនិងវប្បធម៌ហិង្សាលោកនាយរដ្ឋមន្ត្រីចង់ឲ្យមានការជួបជជែកគ្នាជាងការជេរប្រមាថនិងការញុះញង់ប៉ុន្តែយ៉ាងណាក៏ដោយវប្បធម៌សន្តានាក៏មានវិសាលភាពរបស់វាផងដែរនេះបើតាមលោកនាយរដ្ឋមន្ត្រីហ៊ុនសែនលោកបានគូបញ្ជាក់ថាកិច្ចព្រមព្រៀងស្តីពីវប្បធម៌សន្តានារវាងគណៈបកប្រជាជនកម្ពុជានិងគណៈបកសង្គ្រោះជាតិចុះថ្ងៃទី8ឧសភាកន្លងទៅនេះគឺជាកិច្ចព្រមព្រៀងនយោបាយដែលមិនអាចទាត់ចោលនៅរដ្ឋធម្មនុញ្ញនិងច្បាប់នានានោះឡើយហើយវាក៏គ្មានវិសាលភាពគ្របដណ្ដប់លើអំណាចរបស់ស្ថាប័នរដ្ឋនានារបស់កម្ពុជាទេទន្ទឹមគ្នានេះវប្បធម៌សន្តានាក៏មិនមែនមានន័យថារាល់ការរិះគន់គឺត្រូវតែទទួលយកនោះដែរនេះបើតាមលោកនាយករដ្ឋមន្ត្រី